សួស្តីអ្នកទាំងអស់គ្នាខ្ញុំដានីហើយថ្ងៃនេះស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel ដានីពូកទាំងអស់គ្នាយើងអ្នកទាំងអស់គ្នាយើងបានបែកគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយអ្នកទាំងអស់គ្នាតាំងពីមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមកម្ល៉េះគឺដោយសារតែនេះខ្ញុំមានការរវល់ទៅនឹងការប្រឡង Final យើងអ្នកទាំងអស់គ្នាហើយបន្ទាប់មកក៏យើងមានកម្មវិធីបុណ្យប្រពៃណីខ្មែររបស់យើងក៏បានទៅលេងស្រុកលេងអីចឹងក៏អត់បានផលិតវីដេអូថ្មីៗជម្រាបជូនអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវនេះនាងខ្ញុំវិលត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាហើយបានពំនាំនៅប្រធានបទល្អដែលបានដកស្រង់ចេញពីសៀវភៅដែលបានអានអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរអញ្ជើញអ្នកទាំងអស់គ្នាទៅស្ដាប់ទាំងអស់គ្នាណាគឺថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយអំពីការងាកក្រោយប៉ុន្តែมันបណ្ដោយខ្លួនតើអ្នកគ្នាដឹងថាអត្ថន័យនៃឃ្លាមួយនោះវាមានន័យថាម៉េចអត់គឺវាមានន័យថានៅពេលដែលយើងបានសាងកំហុសអ្វីមួយឬក៏បានធ្វើនៅទង្វើអ្វីមួយដែលវាមិនល្អដែលយើងមិនពេញចិត្តហ្នឹងឯងនៅកាលពីអតីតកាលឬក៏កាលពីម្សិលមិញហើយយើងនៅតែអង្គុយគិតពីកំហុសស្ដាយពេលវេលាដែលយើងបានចំណាយធ្វើទង្វើទាំងអស់ហ្នឹងនៅក្នុងថ្ងៃនេះអញ្ចឹងមានន័យថាយើងនឹងបាត់បង់ពេលវេលានៅក្នុងថ្ងៃនេះហើយក្នុងថ្ងៃនេះរបស់យើងហ្នឹងវានឹងអាចក្លាយទៅជាអតីតកាលដែលមិនល្អសម្រាប់ថ្ងៃស្អែកផងដែរអ្នកទាំងអស់គ្នាអញ្ចឹងយើងងាកក្រោយមែនប៉ុន្តែយើងអត់បណ្ដោយឲ្យខ្លួនយើងអន្លង់អន្លោចទៅតាមពេលវេលាកាលពីអតីតកាលរបស់យើងឯងយើងមើលពីកំហុសមួយហ្នឹងហើយយើងដឹងថាវាខុសមិនយើងបណ្ដោយខ្លួនមិនខ្លះអញ្ចឹងយើងយកវាជាបទពិសោធន៍ជាមេរៀនយកវាមកអនុវត្តនៅក្នុងថ្ងៃនេះមកអនុវត្តមកកែប្រែនៅក្នុងថ្ងៃនេះហើយនឹងនៅក្នុងថ្ងៃស្អែកអ្នកទាំងអស់គ្នាអញ្ចឹងហើយបាននេះបានគេហៅថាការរៀនសូត្រពីកំហុសឆ្គងរបស់ខ្លួនឯងយើងអ្នកទាំងអស់គ្នាខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាចែករំលែកអ្នកទាំងអស់គ្នាពីអត្ថបទមួយទៀតដែលគេនិយាយថាកលៈទេសៈខ្លះការសរសើរវាប្រៀបបានដូចជាថ្នាំពុលអញ្ចឹងហើយកលៈទេសៈខ្លះទៀតការរិះគន់នឹងប្រៀបបានដូចជាការប្រាប់ឈ្មោះនៃជំងឺនិងវិធីព្យាបាលនៃជំងឺនឹងអញ្ចឹងអ្នកទាំងអស់គ្នាហើយតើយើងនឹងក្លាយទៅជាមនុស្សអត់តម្លៃដែលគ្រាន់តែស្ថិតនៅលើមាត់អ្នកដទៃដែលនិយាយពីយើងពីនេះពីនោះនិយាយពីទង្វើមិនល្អរបស់យើងសកម្មភាពមិនល្អរបស់យើងឬក៏គេរិះគន់យើងអីចឹងណាអ្នកទាំងអស់គ្នាតម្លៃរបស់យើងវាស្ថិតនៅលើខ្លួនយើងម្នាក់ៗអីវាមិនស្ថិតនៅលើមាត់របស់អ្នកដទៃទេតែកាលណាយើងឲ្យតម្លៃទៅលើមាត់អ្នកដទៃដែលនិយាយមកប៉ះពាល់ដល់ផ្លូវចិត្តរបស់យើងនោះមានន័យថាយើងអនុញ្ញាតឲ្យម្នាក់ហ្នឹងចូលមកក្នុងជីវិតរបស់យើងមកបំផ្លាញផ្លូវចិត្តរបស់យើងឯអ្នកទាំងអស់គ្នាអញ្ចឹងផ្លូវចិត្តវាពិតជាសំខាន់ខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយតម្លៃរបស់យើងគឺវាស្ថិតនៅលើខ្លួនយើងនឹងឯងអ្នកទាំងអស់គ្នាអញ្ចឹងត្រូវដឹងថាខ្លួនឯងបែបម៉េចចរិតខ្លួនឯងមិនចូលចិត្តអីមិនចូលចិត្តអីចឹងមានតែយើងខ្លួនឯងឯងដែលដឹងពីខ្លួនឯងច្បាស់ហើយសម្ដីរបស់អ្នកដទៃវាប្រៀបបានដូចជាខ្យល់ដែលហាមមកប៉ះត្រចៀករបស់យើងអញ្ចឹងហើយយើងដឹងខ្លួនឯងថាយើងគួរតែយកពាក្យសម្ដីហ្នឹងមកដាក់ក្នុងចិត្តរបស់យើងអត់ឬក៏យើងស្ដាប់ហើយយើងប្រឡែងវាចោលទៅអ្នកទាំងគ្នាយើងអត់អាចហាមឃាត់មាត់អ្នកដទៃអត់ឲ្យនិយាយពីយើងឯងប៉ុន្តែយើងអាចហាមឃាត់ខ្លួនឯងកុំឲ្យស្ដាប់ពាក្យដែលមិនល្អរបស់អ្នកដទៃបានអ្នកទាំងគ្នាអញ្ចឹងនៅក្នុងជីវិតរបស់យើងម្នាក់ៗយើងតែងតែជួបប្រទះទៅនឹងបញ្ហាប្រឈមខុសៗគ្នាគឺហើយយើងមានដំណោះស្រាយផ្សេងៗគ្នាទៀតអ្នកទាំងគ្នាអញ្ចឹងជីវិតយើងបែបម៉េចល្អអាក្រក់យ៉ាងម៉េចរីកចម្រើនមិនរីកចម្រើនគឺវាអាស្រ័យមកលើខ្លួនយើងផ្ទាល់អ្នកទាំងគ្នាហើយជាពិសេសកុំឲ្យពេលវេលាដែលយើងមាននឹងបាត់បង់ទៅដោយមិនបានធ្វើអ្វីសោះអ្នកទាំងគ្នាគឺជាពិសេសគឺរៀនសូត្រពីកំហុសនិងទង្វើដែលយើងគិតថាវាមិនស័ក្តិសមដែលយើងធ្វើកាលពីអតីតកាលហ្នឹងយកវាមករៀនសូត្រទុកជាបទពិសោធន៍នៅក្នុងថ្ងៃនេះនិងថ្ងៃស្អែកអ្នកទាំងអស់គ្នាអញ្ចឹងកុំអង្គុយនឹកគិតស្ដាយនៅកំហុសឆ្គងដែលខ្លួនបានធ្វើកាលពីម្សិលមិញឬក៏ស្ដាយពេលវេលាដែលខ្លួនបានចំណាយទៅលើមនុស្សខុស
ឬក៏សេពគប់មនុស្សខុសអីហ្នឹងអ្នកក៏ទាំងអស់គ្នាយើងយកវាទុកជាបទពិសោធន៍ជាមេរៀនបន្តជីវិតរបស់យើងទៅមុខទៀតអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជូនអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តជួយចុច like Subscribe ម្នាក់មួយផងនេះពីខ្ញុំដានីយេបាយបាយអ្នកទាំងអស់គ្នា